លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីអញ្ជើញជួបសំណេះសំណាលជាមួយក្រុមអ្នកមានប្រជាប្រិយភាពនិងក្រុមសិល្បករដើម្បីថ្លែងអំណរគុណក្នុងការចូលរួមជួយផ្សព្វផ្សាយយុទ្ធនាការគៀងគរមូលនិធិគន្ធបុប្ផាកម្ពុជា10000រៀល10000នាក់នារសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមអ្នកមានប្រជាប្រិយភាពតាមបណ្ដាញសង្គមចំនួន60នាក់និងក្រុមសិល្បករមកពីផលិតកម្មបារមីចំនួន30នាក់នៅសន្តាគារ Rafael Le Royal ដើម្បីថ្លែងអំណរគុណនៅក្នុងការចូលរួមជួយផ្សព្វផ្សាយយុទ្ធនាការគៀងគរមូលនិធិគន្ធបុប្ផាកម្ពុជា10000រៀល10000នាក់ឆ្នាំ2025នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមទាំងពីរខាងលើលោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានពំនាំសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជូនចំពោះក្រុមការងារអ្នកបង្កើតមាតិកាបណ្ដាញសង្គមក៏ដូចជាក្រុមសិល្បករនៅក្នុងការចូលរួមផ្សព្វផ្សាយគៀងគររោគមូលនិធិគន្ធបុប្ផាឆ្នាំ2025ដែលជាកម្លាំងសាមគ្គីគ្នាជួយដល់ការងារសប្បុរសធម៌នៅក្នុងសង្គមលោកជំទាវបណ្ឌិតបានថ្លែងអំណរគុណទៅកាន់ក្រុមទាំងពីរខាងលើដែលបានបូជាកម្លាំងកាយចិត្តនៅក្នុងស្មារតីខ្មែរជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាលោកជំទាវបានឲ្យដឹងថាមូលនិធិនេះត្រូវបានបង្កើតឡើងដោយសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្រាប់ជួយទៅកាន់កុមារក្រីក្រមកពីបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជាដោយក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាត្រូវចំណាយថវិកាប្រមាណ$120,000អាមេរិកជាប្រចាំក្នុងមួយឆ្នាំ$430,000អាមេរិកហើយឆ្នាំនេះគឺជាលើកទី2ហើយដែលលោកជំទាវបណ្ឌិតបានចូលរួមក្នុងការគៀងគររោគមូលនិធិដោយឆ្នាំនេះឃើញមានសន្ទុះខ្លាំងជាងឆ្នាំមុនគិតត្រឹមរយៈពេល16ថ្ងៃនៃយុទ្ធនាការមានរហូតដល់250000នាក់គិតជាថវិកាចំនួន$40លានអាមេរិកគិតត្រឹមថ្ងៃទី16ខែមិថុនានេះតំណាងក្រុមបុគ្គលមានប្រជាប្រិយភាពក៏ដូចជាក្រុមសិល្បករដែលបានចូលរួមលើកឡើងថាពួកគាត់ពិតជាមានមោទនភាពនឹងក្នុងការចូលរួមការផ្សព្វផ្សាយរោគមូលនិធិនេះដើម្បីកុមារកម្ពុជាដែលលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតជាប្រធានកិត្តិយសបានអនុញ្ញាតឲ្យក្រុមទាំងពីរបានចូលរួមយុទ្ធនាការនេះដូច្នេះក្នុងនាមជាខ្មែរត្រូវមានកាតព្វកិច្ចចូលរួមក្នុងន័យខ្មែរជួយខ្មែរដែលកំពុងត្រូវការជំនួយជាប្រចាំថ្ងៃនេះជាការលើកឡើងរបស់ពួកគាត់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងអំណរគុណនិងកោតសរសើរអស់ពីចិត្តដល់ក្រុមបុគ្គលដែលមានប្រជាប្រិយភាពនិងក្រុមសិល្បករតំណាងអ្នកសារព័ត៌មានក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងទៀតដែលបានជួយផ្សព្វផ្សាយក៏ដូចជាសូមបន្តចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀតលើសពីនេះទៀតលោកជំទាវបណ្ឌិតក៏សូមថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិការនៃមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ដែលបានបង្កើននូវសកម្មភាពថ្មីប្រចាំសប្តាហ៍ក្នុងការគៀងគររោគមូលនិធិដែលទាំងនេះគឺជាគុណបុណ្យដ៏ធំសម្រាប់ពួកយើងទាំងអស់គ្នាដែលនេះបានបង្ហាញឲ្យឃើញច្បាស់នៅស្មារតីសាមគ្គីភាពជាធ្លុងមួយតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានៅក្នុងការសង្គ្រោះជីវិតទារកនិងកុមារដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយើង